Tuesday នៅនេះនេះគឺជា Land Rover Defender Mini GT unboxing ក្តៅហើយដែលទៅតែដល់ដៃខ្ញុំទេហើយសម្រាប់មួយគ្រឿងនេះអាចថាពិបាករកទិញបន្តិចក៏ប៉ុន្តែនៅតែទិញបានជាមួយនឹង Land Rover Defender 90 Edition Conti អ្វីដែលខ្ញុំស្រឡាញ់ Conti នោះគឺ V8 នោះនេះម៉ាស៊ីន original របស់ Land Rover គឺម៉ាស៊ីន V8 ដែលកម្រមានឡានមែនតើក៏អាចថាជា edition មួយដែលកម្រហើយសម្រាប់ Conti គឺមាន highlight design យ៉ាងខ្ញុំឃើញអញ្ចឹងហើយសម្រាប់មួយគ្រឿងនេះគឺពណ៌ខៀវលាយមួយពណ៌សអាមែនតើក៏មានអញ្ចឹងដែរបងប្អូនហើយអ្វីដែលខ្ញុំស្រឡាញ់ជាងគេចំពោះកូនឡាននេះគឺ detail ស្អាតមែនតើសឹងតែដូចមែនតើហើយសម្រាប់ Defender 90នេះសម្រាប់ខ្ញុំគឺវាច្រើនជាង10គ្រឿងហើយនៅក្នុង collection របស់ខ្ញុំប៉ុន្តែពណ៌ខៀវនេះគឺជាគ្រឿងដំបូងហើយមកដល់ដៃខ្ញុំនេះគឺចាយពេលរៀងយូរដែរចង់កន្លះខែតាមតែកំងបានអញ្ចឹងបើសិនចង់បាន Defender អាចឆាប់ក្នុង page កូនណា collection បាន